ព្រះអង្គម្ចាស់និងអ្នកកាប់ឈើនៅលើកំពូលភ្នំអេដាដ៏ស្រស់ស្អាតមួយមានបុរសវ័យចំណាស់ម្នាក់រស់នៅជាមួយនឹងសត្វចិញ្ចឹមរបស់គាត់មានឈ្មោះថាសែមគាត់ប្រើជីវិតដ៏សាមញ្ញនិងពោរពេញដោយភាពស្ងប់ស្ងាត់របស់គាត់រស់នៅទីនោះគាត់ប្រើមុខរបរកាប់អូសដើម្បីចិញ្ចឹមជីវិតគាត់ស្រឡាញ់ធម្មជាតិនិងសត្វព្រៃណាស់ជារៀងរាល់ព្រឹកគាត់តែងតែសួស្ដីទៅកាន់វងបាសាបាសីទាំងអស់នៅក្នុងព្រៃព្រោះគាត់ចាត់ទុកពួកគេគឺជាសមាជិកគ្រួសាររបស់គាត់សួស្ដីអ្នកទាំងអស់គ្នារីករាយណាស់ដែលបានឃើញអ្នកទាំងអស់គ្នានៅថ្ងៃនេះតើអ្នកទាំងអស់គ្នាបានញ៉ាំអាហារពីព្រឹកហើយឬនៅសម្រាប់ខ្ញុំគឺខ្ញុំមិនទាន់ញ៉ាំវានៅពេលនេះនោះទេលុះត្រាតែថ្ងៃបន្តិចទើបខ្ញុំញ៉ាំវាលាហើយសម្លាញ់ខ្ញុំប្រញាប់ទៅរកអូសទៀតជារៀងរាល់ព្រឹកគាត់ចាប់ផ្ដើមថ្ងៃថ្មីរបស់គាត់ដោយកាប់ឈើងាប់យកទៅលក់នៅឯផ្សារហើយការងារបន្ទាប់របស់គាត់គឺសម្អាតភ្នំនៅមើលថែកូនឈើតូចរួមទាំងបោះសម្អាតផ្លូវសម្រាប់អ្នកធ្វើដំណើរផ្សេងទៀតដែលធ្វើដំណើរឆ្លងកាត់នៅលើកំពូលភ្នំអេដានេះម៉ោងសម្រាករបស់គាត់អង្គុយមើលសត្វលោតនៅលើដើមឈើនិងស្ដាប់សំឡេងយំរបស់វាជាមួយនឹងសំឡេងទឹកហូរប្រៀបបានដូចជាតន្ត្រីឋានសួគ៌អូសំឡាញ់អញពិតជាយំបានពីរោះពិតមែនហើយយើងក៏ងុយដេកហើយនេះនិយាយរួចគាត់ក៏ដេកលងលក់ជាមួយនឹងសំឡេងទាំងអស់នោះយ៉ាងស្កប់ស្កល់នៅឯរាជវាំងម៉ាដាឡាមានស្ដេចមួយអង្គដែលជាស្ដេចចូលចិត្តភាពសាមញ្ញនៅក្នុងជីវិតទ្រង់កំពុងសម្លឹងមើលកំពូលភ្នំអេដាយ៉ាងយកចិត្តទុកដាក់ទ្រង់មានព្រះនាមថា Stala ទ្រង់គឺជាស្ដេចដែលមានចិត្តទូលំទូលាយបំផុតនៅក្នុងអាណាចក្រមួយនេះហើយទ្រង់ក៏អនុញ្ញាតឲ្យប្រជានារីរបស់ទ្រង់កាប់បំផ្លាញព្រៃឈើដើម្បីធ្វើជាមុខរបរចិញ្ចឹមជីវិតដោយទ្រង់មិនខ្វល់ពីការប៉ះពាល់នៃបរិស្ថានឡើយហើយមិនក៏នៅក្នុងព្រះនគរមានអាកាសធាតុក្តៅយ៉ាងនេះវាក្តៅខ្លាំងណាស់នេះយើងត្រូវងូតទឹកទៀតហើយមិនទេអត់ទេយើងទើបតែងូតទឹកអំបញ្ញមិញនេះទេបើសិនជាយើងដើរផ្សងព្រៃនៅលើកំពូលភ្នំអេដានោះវាប្រកាសជាមានអាកាសធាតុបរិសុទ្ធនិងមានអារម្មណ៍ស្រស់ថ្លាជាមិនខានត្រូវហើយយើងគួរតែទៅឯលឿននេះព្រោះទ្រង់គឺជាមនុស្សដែលចូលចិត្តដើរផ្សងព្រៃនៅក្នុងព្រៃផងនោះព្រះអង្គក៏សម្រេចចិត្តដើរផ្សងព្រេងតែម្នាក់ឯងឆ្ពោះទៅកំពូលភ្នំអេដាវាពិតជាគួរឲ្យធុញខ្លាំងណាស់កិច្ចការនៅក្នុងរាជវាំងគ្មានអ្វីថ្មីទាល់តែសោះមានតែការផ្សងព្រេងនេះហើយទើបធ្វើឲ្យយើងសប្បាយចិត្តមិនយូរប៉ុន្មានទ្រង់ក៏បានមកដល់កំពូលភ្នំអេដានោះទ្រង់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ខ្ញុំបានឃើញភ្នំនេះនៅពីចម្ងាយវាពិតជាស្រស់ស្អាតខ្លាំងណាស់តើមានអ្វីពិសេសនៅទីនោះទេនោះព្រះអង្គក៏បានធ្វើដំណើរបន្តទៀតធ្វើដំណើរបានបន្តិចព្រះអង្គក៏មានព្រះបន្ទូលថាភាពស្ងប់ស្ងាត់ខ្យល់ត្រជាក់សំឡេងសត្វយំល្វើយបូកជាមួយនឹងសំឡេងទឹកហូរប្រៀបដូចជាឋានសួគ៌ដែលខ្ញុំមិនធ្លាប់បានឃើញនៅក្នុងវត្តមាននៃស្ដេចរបស់ខ្ញុំពេលឃើញទេសភាពដ៏ស្រស់ស្អាតបែបនេះហើយព្រះអង្គមិនចង់ត្រឡប់ទៅវិញនោះទេហើយទ្រង់ក៏ដើរចូលទៅក្នុងព្រៃកាន់តែជ្រៅទៅរហូតបានជួបជាមួយនឹងសែមហើយសែមក៏បាននិយាយថាសួស្ដីតើលោកមកធ្វើអ្វីនៅលើកំពូលភ្នំដ៏ស្ងប់ស្ងាត់មួយនេះហើយមកតែម្នាក់ឯងទេមែនទេសួស្ដីខ្ញុំគឺជាអ្នកដែលចូលចិត្តស្វែងរកភាពសាមញ្ញនៃជីវិតនៅទីនេះស្ងប់ស្ងាត់ខ្យល់បរិសុទ្ធនិងមានសម្លេងបាសាយំគួរឲ្យចង់រស់នៅហើយខ្ញុំមកតែម្នាក់ឯងល្អណាស់សូមស្វាគមន៍ខ្ញុំគឺជាអ្នកកាប់ឈើនៅលើភ្នំនេះពិតប្រាកដណាស់ភ្នំនេះស្ងប់ស្ងាត់ស័ក្តិសមបំផុតសម្រាប់អ្នកដែលស្វែងរកភាពសាមញ្ញនៃជីវិតដូចជាលោកព្រះអង្គនិងសែមឈរនិយាយគ្នាមួយសន្ទុះពួកគេក៏យល់អារម្មណ៍គ្នាទៅវិញទៅមកហើយក៏សម្រេចចិត្តរាប់អានគ្នាធ្វើជាមិត្តភក្តិល្អណាស់សម្លាញ់ពេលនេះយើងគឺជាមិត្តភក្តិនឹងគ្នាហើយអញ្ចឹងយើងនឹងសុំសម្រាប់នៅផ្ទះឯងមួយរយៈសិនណាសម្លាញ់យល់ព្រមសម្លាញ់មិនអីនោះទេសម្លាញ់ឈើមួយនោះគឺពិតជាល្អណាស់នោះហើយអ្វីក៏ឯងមិនកាប់វាយកទៅធ្វើជាអូសទៅសម្លាញ់អត់ទេណាសម្លាញ់ខ្ញុំគឺជាអ្នកស្រឡាញ់បរិស្ថាននិងថែរក្សាព្រៃឈើទាំងអស់នេះខ្ញុំមិនអាចដោយសារតែពួកវាកាប់យកទៅធ្វើអូននោះទេលុះត្រាតែពួកវាងាប់សិនទើបខ្ញុំសម្រេចចិត្តកាប់វានៅសម្លាញ់យល់ទេសម្លាញ់ល្អណាស់សម្លាញ់ឯនេះគឺពិតជាបិតានៃធម្មជាតិពិតមែននេះអូល្ងាចណាស់ហើយសម្លាញ់តោះត្រឡប់ទៅផ្ទះរបស់យើងនឹងធ្វើម្ហូបឲ្យឯងញ៉ាំណាសម្លាញ់អូខេយល់ព្រមសម្លាញ់អ្នកទាំងពីរក៏ត្រឡប់ទៅផ្ទះវិញ
ស្អែកឡើងសែមក៏បាននិយាយពីការរស់នៅរបស់គាត់និងពីការរកអូសដើម្បីចិញ្ចឹមជីវិតនិងការស្រឡាញ់ធម្មជាតិរបស់គាត់ព្រះអង្គពេញចិត្តខ្លាំងណាស់ហើយសែមក៏បាននិយាយពីរឿងទេសភាពទឹកធ្លាក់នៅក្បែរផ្ទះរបស់គេព្រះអង្គលើភ្លាមទ្រង់ពិតជាចង់គយគន់ខ្លាំងណាស់ហើយទ្រង់ក៏សុំឲ្យសែមជូនទ្រង់ទៅកន្លែងនោះតែម្ដងមានទឹកធ្លាក់នៅលើកំពូលភ្នំវាគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយតើអាចជូនយើងទៅបានទេសែមកុំបារម្ភសម្លាញ់ចាំគ្នាខ្លួនឯងទៅសែមបាននាំព្រះអង្គដើរមើលទេសភាពនៅលើភ្នំបង្ហាញផ្លូវទឹកបង្ហាញសត្វនៅលើភ្នំនិងបង្ហាញទីកន្លែងជាច្រើនទៀតព្រះអង្គចាប់អារម្មណ៍វាគឺពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំមិនធ្លាប់បានឃើញទេទេសភាពដូចនេះពីមុនមកភ្នំនេះមានកន្លែងទឹកធ្លាក់និងសត្វព្រៃជាច្រើនខ្ញុំចូលចិត្តរស់នៅទីនេះខ្លាំងណាស់សម្លាញ់នៅទីនេះយើងអាចស្ដាប់សំឡេងទឹកហូរនិងសត្វកំពុងប្រឡែងគ្នាលេងវាធ្វើឲ្យចិត្តរបស់យើងស្ងប់ណាស់សម្លាញ់ពីមួយថ្ងៃទៅមួយថ្ងៃព្រះអង្គប្រើជីវិតសាមញ្ញរបស់ទ្រង់រស់នៅជាមួយសែមយ៉ាងមានក្តីសុខហើយសែមបានបង្រៀនពីរបៀបរស់នៅក្នុងព្រៃជាច្រើនដល់ព្រះអង្គរហូតថ្ងៃមួយមានអ្នកកាប់ឈើមួយក្រុមបានមកដល់ទីនេះពួកគេបានកាប់បំផ្លាញព្រៃឈើជាច្រើននៅលើភ្នំវងបាក់សាបាក់សីផ្អើលស្រែកយំពេញព្រៃខ្លះត្រូវបាត់បង់សម្បុកខ្លះត្រូវប្រត់ប្រាស់គ្នាសំឡេងរលំដើមឈើឮរង្គើភ្នំតែម្ដងប្រៀបដូចជាផ្គរលាន់សែមនិងព្រះអង្គកំពុងពួនលួចមើលសកម្មភាពទាំងអស់នោះទាំងក្នុងចិត្តសោកស្ដាយជាខ្លាំងហើយសែមបាននិយាយទៅកាន់ព្រះអង្គថាសម្លាញ់យើងត្រូវតែបញ្ញាបញ្ចុះពួកគេឲ្យលឿននិយាយរួចសែមនិងព្រះអង្គបានបង្អើលហ្វូងដំរីនៅក្បែរនោះដើម្បីឲ្យមករំខានអ្នកកាប់ឈើទាំងអស់នោះមិនយូរហ្វូងដំរីក៏បានរត់មកដល់កន្លែងអ្នកកាប់ឈើកំពុងកាប់ឈើសត្វដំរីបបិរាច្រត់បន្លែអុយទៅដោយខ្លាចហ្វូងដំរីជន់អ្នកកាប់ឈើទាំងអស់ក៏នាំគ្នារត់ចេញពីភ្នំនោះដោយមិនខ្វល់ពីឈើដែលពួកគេបានកាប់រួចនោះទេសែមនិងព្រះអង្គសប្បាយចិត្តដោយឃើញអ្នកកាប់ឈើទាំងអស់នោះរត់ចេញហើយសែមបាននិយាយថារឿងទាំងអស់នេះកើតឡើងដោយសារតែមានស្ដេចល្ងីល្ងើមិនចេះស្រឡាញ់ធម្មជាតិមិនចេះស្រឡាញ់បរិស្ថានហើយអនុញ្ញាតឲ្យប្រជាជនរាស្ត្របំផ្លាញព្រៃឈើតាមតែអំពើចិត្តបើបណ្ដោយបែបនេះតទៅទៀតភ្នំនេះប្រកាសជារលាយអស់ព្រៃឈើលែងមានសត្វបាក់សីបាត់បង់សត្វពាហនៈមេឃក្តៅហួតហែកនិងរីងទឹកខ្សោះលែងស្រស់ស្អាតជាមិនខានតែនិយាយមិនដែលសម្លាញ់គឺថាបន្ទាប់ពីយើងបានរស់នៅជាមួយនឹងឯងមួយរយៈយើងគិតថារឿងនេះគឺពិតជាមិនត្រឹមត្រូវនោះទេស្ដេចធ្វើបែបនេះគឺខុសហើយបន្ទាប់ពីសន្ទនាគ្នារួចស្អែកឡើងព្រះអង្គលាមិត្តសម្លាញ់ត្រឡប់ទៅនគរវិញអរគុណហើយសម្លាញ់មួយរយៈនេះយើងរៀនពីឯងច្រើនណាស់ពេលនេះយើងមានការដែលត្រូវធ្វើលាឯងមួយរយៈសិនហើយសម្លាញ់យើងនឹងនាំភាពភ្ញាក់ផ្អើលមួយឲ្យឯងលាហើយសម្លាញ់តែចោះសម្លាញ់សុវត្ថិភាពតាមផ្លូវណាលាគ្នារួចព្រះអង្គក៏ចាកចេញពេលមកដល់រាជវាំងគាត់បានកែប្រែច្បាប់ចាស់ទាំងអស់ជប់ឲ្យមានការជួញដូរឈើខុសច្បាប់និងជប់ឲ្យប្រជានារីកាប់ឈើតាមតែអំពើចិត្តព្រោះសែមបានបង្រៀនគាត់ឲ្យយល់ច្បាស់អំពីអត្ថប្រយោជន៍នៃព្រៃឈើយល់ច្បាស់អំពីសត្វព្រៃនិងធម្មជាតិហើយព្រះអង្គក៏បន្ថែមច្បាប់ថ្មីមួយទៀតផងដែរគឺឲ្យប្រជានារីទាំងអស់ជួយថែរក្សាព្រៃឈើជាពិសេសគឺកូនឈើតូចៗច្បាប់ថ្មីនេះបានផ្សព្វផ្សាយពាសពេញនគរប្រជានារីទាំងអស់យល់ស្របឈប់កាប់បំផ្លាញព្រៃឈើហើយពួកគេចូលរួមជួយថែរក្សាព្រៃឈើហើយព្រះអង្គក៏ត្រឡប់មករស់នៅជាមួយនឹងសែមវិញជាមួយនឹងជីវិតដែលពោពេញទៅដោយសត្វព្រៃនិងសម្លេងធម្មជាតិកិច្ចការរបស់ឯងបំពេញរួចហើយមែនទេសម្លាញ់មែនហើយយើងបានរៀនពីឯងច្រើនណាស់សម្លាញ់ជីវិតមានភាពសាមញ្ញនិងស្រឡាញ់ព្រៃឈើជារឿងសំខាន់មែនហើយវាគឺជាសុភមង្គលសម្រាប់ជើងទាំងពីរនិងសម្រាប់ភ្នំនេះទាំងមូលហើយក៏សម្រាប់ប្រជានារីទាំងអស់ផងដែរពិតមែនហើយព្រោះព្រៃឈើគឺជាជម្រកដ៏សំខាន់សម្រាប់គ្រប់សត្វនៅក្នុងព្រៃហើយព្រៃឈើក៏ផ្ដល់អុកស៊ីសែននិងខ្យល់បរិសុទ្ធសម្រាប់មនុស្សជាតិផងដែរចូលរួមជួយថែរក្សាព្រៃឈើដើម្បីពួកយើងនិងដើម្បីពិភពលោកកាលពីព្រេងនេះមានក្មេងប្រុសពីរនាក់ដែលជាសម្លាញ់នឹងគ្នាថ្ងៃមួយក្មេងប្រុសម្នាក់ត្រូវបានឪពុកម្ដាយយកទៅរស់នៅឯទីក្រុង15ឆ្នាំកន្លងផុតទៅពួកគេទាំងពីរមិនដែលបានជួបមុខគ្នានោះទេថ្ងៃមួយមិត្តភ័ក្តិទីក្រុងក៏បានឃើញរូបថតចាស់របស់ពួកគេហើយគេក៏សម្រេចចិត្តមកលេងមិត្តភ័ក្តិនៅឯជនបទអើយទីនេះធំខ្លាំងគួរឲ្យខ្ពើមណាស់
វាធំខ្លាំងអាក្រក់ពីកសិដ្ឋានចិញ្ចឹមសត្វខ្ញុំគួរតែរកផ្ទះមិត្តរបស់ខ្ញុំឃើញឆាប់សួស្តីសំឡាញ់ឯងសុខសប្បាយទេខ្ញុំសុខសប្បាយទេខ្ញុំគិតចង់ឲ្យឯងញាប់ផ្អើលមែនស្រុកស្រែសូមស្វាគមន៍សម្លាញ់ខ្ញុំសប្បាយចិត្តណាស់ដែលឯងខំធ្វើដំណើរមកពីទីក្រុងមកលេងជាមួយនឹងខ្ញុំដល់ជនបទបែបនេះណាខ្ញុំអរគុណហើយឯងក៏បានធ្វើដំណើរមកពីឆ្ងាយពេលនេះឯងប្រកាសជាហត់នឿយហើយពេលនេះឯងទៅសម្អាតខ្លួនសិនទៅចាំខ្ញុំធ្វើស្អីឲ្យឯងញ៉ាំណាសម្លាញ់ទៅហើយមិនអីទេខ្ញុំនឹងដកបន្លែស្រស់មួយចំនួនដើម្បីធ្វើម្ហូបណាអូមានទឹកតិចដល់ហើយនៅទីក្រុងប្រសើរជាងខ្យល់អាកាសបរិសុទ្ធមែនខ្ញុំក៏អាចស្រង់ក្លិនផ្កាទាំងនោះដែរមកពួកយើងនឹងញ៉ាំនៅខាងក្រៅហើយខ្ញុំក៏រៀបចំគ្រប់យ៉ាងសម្រាប់ឯងរួចហើយដែរសម្លាញ់ស្អីពណ៌បៃតងនោះវាគឺជាសណ្តែកបារាំងស្រស់ណាសម្លាញ់ឯងឈរស្អីទៀតមិនក៏មិនអង្គុយមកនៅជនបទគេញ៉ាំរបស់ហ្នឹងឯងអាហារសាបគ្មានរសជាតិទាល់តែសក់អើយក្លិនអាក្រក់ខ្លាំងណាស់ទីក្រុងរបស់ខ្ញុំស្អាតខ្លាំងណាស់ប្រាប់តាមត្រង់ចុះសម្លាញ់ខ្ញុំមិនចូលចិត្តរបៀបរស់នៅរបស់ឯងដោយញ៉ាំអាហាររបៀបនេះទេហើយហុំព័ទ្ធទៅដោយសាល្អិតនិងរបស់កខ្វក់ទាំងនេះទៀតទៅទីក្រុងរបស់ខ្ញុំទៅឯងនឹងភ្លេចរបស់ទាំងអស់នេះខ្ញុំសូមទោសចំពោះអាហារផងណាប៉ុន្តែអាហាររបស់ខ្ញុំគ្មានបញ្ហាអីនោះទេគ្រប់យ៉ាងនៅទីនេះគឺស្រស់ខ្លាំងណាស់ខ្ញុំចង់ឲ្យឯងទៅទីក្រុងជាមួយខ្ញុំប្រហែលថ្ងៃនិងបង្ហាញពីរបៀបរស់នៅរបស់ខ្ញុំដល់ឯងខ្ញុំនឹងឲ្យឯងញ៉ាំប្រូម៉ាតផាស្តាសណ្តែកដីហើយនឹងស្អីទៀតស្ដាប់ទៅអស់ចាមែនទែនខ្ញុំជឿថាឯងប្រកាសជារីករាយ មិត្តភ័ក្តិទាំងពីរហូបបាយដោយសេចក្តីរីករាយកន្លងផុតទៅប៉ុន្មានថ្ងៃមិត្តភ័ក្តិទីក្រុងក៏សម្រេចចិត្តត្រឡប់ទៅទីក្រុងវិញខ្ញុំដល់ពេលទៅវិញហើយអរគុណខ្ញុំសប្បាយខ្លាំងណាស់ជួបគ្នានៅទីក្រុងឆាប់បន្ទាប់ពីលាគ្នារួចរាល់ហើយមិត្តភ័ក្តិទីក្រុងក៏ចាកចេញទៅប៉ុន្មានថ្ងៃកន្លងផុតទៅមិត្តភ័ក្តិជនបទក៏សម្រេចចិត្តទៅលេងនៅឯទីក្រុងម្ដងអាគារខ្ពស់មែនណោះឡានថ្មីអត់ខ្ញុំគឺនឹងញ៉ាំអីឆ្ងាញ់ទៅណោះខ្ញុំចាប់ផ្ដើមចូលចិត្តទីក្រុងហើយនេះអូយគួរទេដល់ចេះមើលភ្លើង stop ទេអីបោចំជាថ្លង់មែនតែហ្មងហើយណោះស្វាគមន៍សម្លាញ់សូមស្វាគមន៍មកកាន់ផ្ទះរបស់ខ្ញុំខ្ញុំគឺនឹងញ៉ាំអីឆ្ងាញ់ទៅណោះហើយមិត្តភ័ក្តិទីក្រុងក៏បាននាំមិត្តភ័ក្តិជនបទទៅញ៉ាំអីនៅខាងក្រៅទឹកខ្មុំធម្មជាតិទឹកខ្មុំសុខគម្រោងការទៅសម្រាប់យើងធ្វើស្អប់ចូលសុំមេតាលោកត្រូវប្រយ័ត្នឲ្យខ្ញុំផងបាទលោកទឹកខ្មុំលើកទៅដល់តូបម្ហូបអាហារមួយកន្លែងមិត្តភ័ក្តិទាំងពីរក៏កំងម្ហូបជាច្រើនចាំអស់មួយសន្ទុះអ្នកលក់ក៏បានរៀបចំម្ហូបអាហារជាស្រេចនៅលើតុមកសម្លាញ់អាហាររួចរាល់ហើយតោះយើងយកខ្លួនឯងទៅសម្លាញ់មានប្រូម៉ាតទឹកដោះគោផាស្តានំប៉័ងប៊ឺសណ្តែកនិងផ្លែឈើអរគុណខ្ញុំពិតជាពេញចិត្តនឹងរបៀបរស់នៅរបស់ឯងណាសម្លាញ់ខ្ញុំគិតថាខ្ញុំនឹងនៅទីនេះជាមួយនឹងឯងបន្ទាប់ពីអ្នកទាំងពីរបរិភោគអាហារយ៉ាងសប្បាយរីករាយរួចក៏បានហៅអ្នកលក់ឲ្យមកគិតលុយបន្ទាប់ពីគិតលុយរួចហើយមិត្តភ័ក្តិទីក្រុងគ្មានលុយនោះទេគេក៏សម្រេចចិត្តរត់តែម្ដងតោះយើងរត់ទៅពួនឆាប់ឡើងអូចៃឆាប់ឡើងទៅពួនវ៉ាវស្អីគេហ្នឹងបេះដូងរបស់ខ្ញុំនេះកំពុងតែលូតញាប់ហ
ត់មែនទេណាសម្លាញ់ ក៏បារម្ភអីសម្លាញ់ពេលគាត់ទៅបាត់ពួកយើងនឹងទៅញ៉ាំទៀតមកខ្ញុំនឹងនាំឯងទៅកន្លែងមួយដែលឯងនឹងទទួលបានអាហារគ្រប់ប្រភេទ ស្អីគេទៅហ៎ គឺហាងទំនិញដ៏ល្បី ខ្ញុំយល់ថាខ្ញុំមានជំងឺគាំងបេះដូងហើយនេះពីហួសហេតុចំពោះខ្ញុំណាសម្លាញ់ ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញហើយណាសម្លាញ់នៅទីនោះវាស្ងប់ស្ងាត់ល្អណាស់ ឲ្យខ្ញុំសុំទោសចំពោះរឿងទាំងអស់នេះផង ខ្ញុំសុខចិត្តញ៉ាំអាហារស្រស់ៗនៅក្នុងសួនច្បាររបស់ខ្ញុំវិញជាជាងញ៉ាំអាហារដែលឆ្ងាញ់ទាំងភ័យខ្លាចគ្រប់ពេលវេលាបែបនេះរស់នៅក្នុងជីវិតសាមញ្ញជាជាងរស់នៅក្នុងជីវិតហឺហាដែលត្រូវរត់រហូតបែបនេះ ហើយមិត្តភ័ក្តិជនបទក៏សម្រេចចិត្តត្រឡប់ទៅស្រុកស្រីវិញឯមិត្តភ័ក្តិទីក្រុងក៏មិនហ៊ានខាត់មិត្តភ័ក្តិជនបទនោះដែរចប់មានលោកតាចាស់អិសីម្នាក់គាត់ស្នាក់អាស្រមនៅក្បែរមាត់សមុទ្រហើយគាត់ក៏មានចៅស្រីម្នាក់ដ៏ស្រស់ស្អាតដែលនាងមានឈ្មោះថាដេវីកាថ្ងៃមួយដេវីកានាងក៏សុំលោកតានាងដើម្បីចេញទៅដើរលេងនៅខាងក្រៅបំបត្តិការអបសោក លោកតាចៅពិតជាអង្សុកណាស់តែចៅសុំលោកតាទៅដើរលេងនៅខាងក្រៅបានទេ ឯងចង់ទៅដល់លេងនៅខាងក្រៅបាត់អីទេតាអនុញ្ញាតប៉ុន្តែឯងទៅតែប្រយ័ត្នខ្លួនផងដែរចៅស្រី កុំបារម្ភអីលោកតាគ្មានអ្នកណាហ៊ានមកធ្វើបាបចៅនោះទេព្រោះអីចៅចេះក្បាច់គុណណាលោកតាមិនបាច់បារម្ភជាមួយចៅទេហ៊ានតែមកចៅវាយហើយ បើឯងចង់ទៅក៏ទៅណាក៏ប៉ុន្តែមុននឹងឯងទៅក៏កុំភ្លេចដាំបាយដាំទឹកឲ្យលោកតាហូបផងបើមិនចឹងទេឯងទៅបាត់លោកតាបានអីស៊ី លោកតាកុំបារម្ភអីមកហូបខ្ញុំធ្វើឆ្អិនរួចអស់ហើយលោកតាបានហូបនឹងតែជាប់ចិត្តតែម្ដង chứ cả bật đó đi tao mà hộp anh thưa đồng bực mà hộp anh tức bạn anh thà anh chẳng đằng đủ គឺជាម្ហូបមន់ស្ងោរទេលោកតាមន់កងរបស់លោកតានោះអីចៅចាំចូលទៅស្ងោរមកហើយ bọn con lộc ta đừng bền chào là nè ta mày ở giờ bọn con lộc ta được sao cho bọn nói anh đẹp không cho bọn anh មន់អីមន់ទៅខ្ញុំមិនដឹងទេសំខាន់គឺធ្វើឆ្អិនរួចហើយបើលោកតាឃ្លានទៅពិសាចុះខ្ញុំសុំទៅដល់វិញហើយ này mi chào anh tới trong đôi trong tao lọc ta thằng rồi chẳng anh ơi bố chứ bố anh ngọt bọt rồi ហើយដេវីកាមិនខ្វល់អ្វីទាំងអស់នាងចេញទៅដើរលេងខាងក្រៅបាត់ទៅចំណែកលោកតាវិញអង្គុយសែកតែម្នាក់ឯងហើយដេវីកាដើរមើលសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលជាមួយនឹងសម្លេងចាប់យំនៅលើគល់ឈើយ៉ាងរំពងព្រៃនាងពិតជាមានអារម្មណ៍ធូរស្បើយខ្លាំងណាស់ពេលបានឃើញធម្មជាតិដ៏ស្រស់បែបនេះ ហើយប្រការមួយនេះមិនត្រឹមតែស្រស់ស្អាតទេថែមទាំងមានក្លិនកោបទៀតផងសត្វដំរីអាចចាប់ចេញទៅសត្វដំរីចាប់ចេញទៅចុះចាប់ចេញទៅហើយចេញទៅហើយសំណាងឲ្យដល់វាមិនមករកខ្ញុំមិនចង់ស្បៃមិនខានទេហើយទៅមើលបន្តទៀតហើយប្រការមួយនេះមួយណាក៏ស្រស់ស្អាតដែរគួរតែបាក់ទៅផ្ទះមួយមិនល្អហើយងឹតណាស់ហើយគួរតែត្រឡប់ទៅវិញឲ្យខ្លាំងលោកតាបារម្ភ បន្ទាប់ពីដេវីកាបានរីលេចស៊ីងជាមួយនឹងសម្រស់ធម្មជាតិបានប្រហែលជាប៉ុន្មាននាទីពេលវេលាក៏ងងឹតល្មមហើយដេវីកាក៏ត្រឡប់ទៅវិញដោយខ្លាចលោកតារបស់នាងបារម្ភ mi chào bảo với ai ấy បើចុះភ្នែកអត់ឃើញទេ khơi tao ấy bây giờ bảo mình mà lại tao ban tí rồi ដេវីកាចូលទៅក្នុងផ្ទះសម្រាប់ហើយលោកតាតាំងសមាធិបន្តស្អែកឡើងនៅក្នុងភូមិការាំងអាត់អ្នកស្រុកអ្នកភូមិនាំគ្នាមកមាញឹកចេញទៅធ្វើការរៀងខ្លួនទៅតាមមុខជំនាញរបស់ខ្លួនហើយក្មេងៗថ្ងៃនេះមិនទៅរៀនទេដោយសារថ្ងៃទឹកយើងងាកទៅខាងចុងភូមិឯណោះវិញមានបរិបពោះម៉ាយម្នាក់ដែលគាត់មានកូនប្រុសម្នាក់ឈ្មោះថាអាពីនគឺជាបរិសង្ហាកំពូលខ្ជិល hơi miền con bôi việc chân mà đang kiểu việc cản tu tự ở đó nhóc trai từ thưa cả tập chùa sài lòng bọc bơ cái đạp chùa lòng bàn pi hạt ta hay biết được toàn khao phải bơ tiết ơi chập con ai mà tay nó mới cản bỏ bàn tầm mũi đâu người hay chân bài lọc tre hơi đừng chỉ cắt từ ở đó đi à ơi pi rồi pi Krong lao ngọp giờ thay ra chả cụt mà hai bên đâu được đến luôn hư bẩn đằng tiền ngọp ai rổ xi mảnh toàn cái mà ngọp bên chọc krong lao gặp bên ơi đây là chọc krong lao gặp bên đây hư bẩn đằng chưa được bao giờ anh vô anh đi bay vì mà ông mưa vậy ក្រោកអីពុកអញធ្វើចឹងធ្វើអីខ្ញុំក្រោកតាំងម៉ោង 4 ទៀបភ្លឺគាត់ខ្ជិលបាក់ភ្នែក sai cái chân bằng này sắp này cho cả dây chân bỏ ai cắt bút từ ta mà đó
មានតែកាត់តាមណាកាត់តាមឪឯងហ្នឹងឯង ឯងកុំចេះតែនិយាយយើងកាសនៅកន្លោះដូចជាមិនបែរដូចឯងចឹងទេ មិនដឹងទេខ្ញុំដឹងខ្ញុំកាត់ពុតទៅរកអាណាទេសង្ស័យតែកាត់តាមអ្នកចិត្តខាងឯង អារបលចូលទៅចុងទៅចាស់យើងចេញបានទេទៅយ៉ាប់បែរតែមិនដឹងជាវាកាត់ពូជតាមអាណាអញកាត់ពីនៅកំឡោះដូចជាមិនបែរចឹងទេខុសគ្នាឡើង50ដឺក្រេ បន្ទាប់ពីឪជេររួចហើយអាពីតក៏រៀបចំខ្លួនចូលទៅក្នុងព្រៃដើម្បីរងអូសយកមកលក់គ្រាន់បានកម្រៃខ្លះទិញមកហូបជុំគ្នា លោកតាថ្ងៃនេះខ្ញុំមិនបានដាំបាយទេលោកតានៅផ្ទះដាំបាយផងខ្ញុំក្តារលេងនៅខាងក្រៅមួយផ្លែត ដាក់ឯងទៅទុកឲ្យតាអ្នកដាំបាយចាប់ប្រយឲ្យខានដាំបាយយូរគេដាំបាច់ខ្លះភ្លេចអស់បាត់ទៅហើយសាច់ប្រយ ហើយអញទៅរកអូសមកពីណាវិញហើយអូយដើមឈើដូចបាត់អស់ហើយដឹងណាគេកាប់អស់ឲ្យលេងបាត់ទៅហើយអាយ៉ាអីដើមនេះធំម្លេះម៉ែលោកព្រះកាប់បាញ់ដាច់ទៅហេគួរតែបថុយកាប់ហើយតែកាប់ដាច់ដឹងបានអូសច្រើនមិនខានទេអូយកាន់តែមើលគៀកកាន់តែធំអូយមើលទៅកាប់ដាច់ទេខ្លាចតែបាក់បថៅទៀតរលុយច្រងគ្មានទេអើយទៅរកអូសតូចវិញល្អជាង អូយនៅទីនេះធម្មជាតិស្រស់ស្អាតខ្លាំងណាស់ហើយមើលចោះចាមក៏មានខ្មុំក៏មានប្រកាមានគល់មកអូយអាយ៉ាមានស្រះទឹកទៀតមកឆ្ងល់ស្រះនឹងមានត្រីអត់ណាមានស្រះដំថ្ម អាយ៉ាដើមឈើនេះល្មមកាប់របោនយកដាក់មួយសិនអេអាយ៉ាស្រីស្អាតនៅក្នុងព្រៃទឹកបែរជាមានស្រីស្អាតនេះកិនទៅជាកូនចៅណាណាគេនោះអូយពិតជាគួរឲ្យស្រឡាញ់មែនម៉ែលោកព្រះអូយគួរធ្វើយ៉ាងម៉េចទៅនោះប្រហែលជាទេពធីតាព្រៃភ្នំម៉ែអញអើយគួរតែញ៉ែបានវិញអូយទិញនិចញ៉ែភ្លេចអស់បាត់ទៅហើយ សួស្ដីនេះ លោកចេញណាមើលសក់មិនសំក្បាលមកសំខ្លួនហើយមានបាត់ថៅទៀតណែកុំចូលមកខ្ញុំទៅបាញ់គុណ ណែនាងហើយចោលនាងអញយកភ្នែកខាងណាបែរជាមើលឃើញបរិសង្ហាម្នាក់នេះថាសក់មិនសមសក់ក្បាលមិនសមក្បាលទៅវិញណែនាងបើកភ្នែកអស់ឲ្យមើលម្ដងទៀត លោកគឺជាមនុស្សប្រុសមែនទេលោកតាខ្ញុំប្រាប់ថាមនុស្សប្រុសយើងមិនអាចទុកចិត្តបានទេលោកចេញទៅខ្ញុំទៅ អេណែជិបសិននាងទៅបានទៅហើយពិតជាគួរឲ្យចាំអារម្មណ៍មែនអ្នកស្រីនេះវើយធ្វើមិនញ៉ែបានណាដោយសារតែមេឃរៀងងងឹតទៅហើយអាពីតក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញលុះស្អែកឡើងអាពីតក៏បានរៀបចំធ្វើដំណើរត្រឡប់មកកន្លែងដើមវិញដើម្បីរងចាំនាងហើយមិនដឹងជាថ្ងៃនេះទៀមអំសរនោះមកលេងទៀតឬក៏អត់នោះទេមានតែរងចាំហើយដោយសារតែក្តីស្រឡាញ់អាពីតក៏សម្រេចចិត្តអង្គុយរងចាំនាងអស់រយៈពេលជាច្រើនម៉ោងក៏ប៉ុន្តែមិនឃើញនាងត្រឡប់មកវិញសោះលុះដល់ថ្ងៃល្ងាចបន្តិចទើបដេបិកានាងមកដល់ហើយនាងក៏សប្បាយរីករាយជាមួយនឹងសម្រស់ធម្មជាតិដូចសពមួយដងចំណែកអាពីតក៏បានលួចពួនពីក្រោយដើមឈើដើម្បីលួចមើលសម្រស់របស់នាងដេបិកាមិនបានដឹងនោះទេថាមានគេកំពុងតែលួចមើលនាងហើយនាងក៏បានច្រៀងលេងជាមួយនឹងសម្រស់ធម្មជាតិជាមួយនឹងសត្វចាបនិងបានបេះផ្កាលេងផងដែរបន្ទាប់មកនាងក៏ត្រឡប់ទៅផ្ទះវិញនាងទៅវិញហើយថ្ងៃនេះខ្ញុំត្រូវតែស្គាល់ផ្ទះរបស់នាងឲ្យបានហើយអាពីតក៏សម្រេចចិត្តដើរតាមនាងក្នុងគោលបំណងចង់ស្គាល់ផ្ទះរបស់នាងប៉ុណ្ណោះហើយដេបិកាក៏ដើរជាធម្មតានាងមិនចាប់អារម្មណ៍អ្វីទាំងអស់ចំណែកឯអាពីតវិញក៏លួចដើរតាមពីក្រោយខ្នងនាងរហូតទៅដល់ផ្ទះរបស់នាង មកវិញហើយមីចៅអញមិនបាច់ចាត់យាយរកអញសោះអញ្ចឹងបាច់ចាត់នេះដូចផ្លាយមកវិញចាញ់ដល់លេងរហូតទៅវិញ ជំរាបសួរលោកតា ក្រុមឆាបអូយដាក់នេះអាកំឡោះអញលេងខ្សោយទៅតាបែតាយុច្រើនហើយណា សុំទោសផងលោកតាដែលធ្វើឲ្យលោកតាភ័យ មិនអីទេថ្ងៃក្រោយមកឲ្យមានសម្លេងផងក៏មកលេង silent ចឹងលោកតាភ័យណាលុះបលឹងអត់លេង បានអូខេលោកតា ហើយចុះអញមកអាស្រមលោកតាមានការអី គិតថាក្មេងស្រីមិននឹងត្រូវជាអ្វីជាមួយនឹងលោកតាទៅ នាងគឺជាចៅស្រីតែមួយគត់របស់យើងហើយចុះអាកំឡោះអញតាមនាងមកធ្វើស្អី អ
គ្មានអីទេលោកតាខ្ញុំឃើញនាងដើរតែម្នាក់ឯងខ្ញុំបារម្ភក៏ដើរតាមពីក្រោយទៅហ្នឹងណាលោកតា ណែក៏ប្រាប់តាឯងលួចក្រាស់នាងបើសិនជាអញក្រាស់នាងមានរឿងមួយដែលអញអាចត្រូវធ្វើឲ្យយើង ធ្វើរឿងមួយរឿងអីទៅលោកតាឆាប់ប្រាប់ខ្ញុំមកខ្ញុំនឹងទៅធ្វើឥឡូវនេះតែម្ដងលោកតា រឿងយើងគ្មានអីពិបាកនោះទេប៉ុន្តែស្អែកឯងត្រូវតែនាំចាស់ទុំមកទីនេះមកហើយចាំមានរឿងអីចាំយើងប្រាប់នៅថ្ងៃស្អែកអូខេអាយុអូខេ អូខេលោកតាអូខេអញ្ចឹងចាសូមជម្រាបលាសិនណាលោកតាស្អែកជួបគ្នាណាលោកតា មើលទៅយើងដូចចិត្តបានចៅប្រសាហើយ លោកតានេះតែមានរឿងអីហ្នឹងដូចជាសប្បាយចិត្តខ្លាំងណាស់ហើយលោកតា អូគឺលោកតាសប្បាយចិត្តបានចៅប្រសាហ្នឹងណា ចៅប្រសានេះលោកតាចង់យកខ្ញុំទៅលេងសើចទៀតហើយមែនទេចង់លើកខ្ញុំឲ្យពីណាគេនេះ គ្មានទេលោកតាធ្វើមិនដឹងហ៊ានធ្វើអញ្ចឹងទៅបាច់ចៅជាចៅសំណប់ចិត្តរបស់លោកតា មកពុកគឺទីនេះហើយ អាយ៉ាអាកំឡោះឯងមកដល់ហើយ បាទសូមជម្រាបសួរលោកតានេះគឺជាឪពុករបស់ខ្ញុំ ហេសូមជម្រាបសួរអ្នកតឡោក ហៅថាអ្នកតឡោកឯងសុខសប្បាយទេហើយយល់មើលទៅដូចចាស់ដល់ហើយសុខទុក្ខធម្មតាទេឥឡូវយើងនិយាយរឿងយើងវិញបើសិនជាអាកំឡោះនោះវាពេញចិត្តចៅស្រីរបស់ខ្ញុំមិនប្រកាន់ទេប៉ុន្តែត្រូវតែធ្វើរឿងមួយឲ្យខ្ញុំគ្មានបញ្ហាទេហើយចង់ធ្វើរឿងអីដែរទៅអវិតគុណខ្ញុំប្រកែកសពរឿងតែម្ដង ណែអើកុំនិយាយអួតពេកមើលគេមិនទាន់ប្រាប់តែរឿងអីផងអួតបាត់ទៅហើយ រឿងងាយៗនោះទេអាកំឡោះអញចូលមកគៀកយើងបន្តិចមកសួរយើងប្រាប់តាមការពិតទៅគឺយើងចង់ឲ្យអញទៅយកគ្រឹះស្តាល់នៅក្នុងរូងភ្នំមួយកន្លែងរូងភ្នំនោះគឺសម្បូរទៅដោយគ្រឹះស្តាល់មានគ្រប់ម៉ូតម៉ាកតែម្ដងអញឆាប់ទៅទិសខាងកើតទៅរហូតទៅឃើញហើយបាច់ប្រាប់ផ្លូវទេគាត់ជាស្គាល់ហើយ ពិតជាមានគ្រីស្តាល់ពិតមែនទេហើយត្រូវការយកបណ្ណាដែរទៅ អូយបណ្ណាក៏បានដែរអត់តែមានគ្រឹះស្តាល់មកបានហើយអូយហើយចុះផ្លូវធ្វើដំណើរនោះមានគ្រោះថ្នាក់អត់កូនរបស់ខ្ញុំមានតែមួយនឹងទេដល់លោកតាអារឿងគ្រោះថ្នាក់ហ្នឹងវាប្រកាសជាមានហើយប៉ុន្តែសំខាន់អាកំឡោះឲ្យឯងទៅឬក៏មិនទៅ ទៅចៅស្រីលោកតាស្អាតម្លឹងរឿងអីមិនទៅ ដែរអាកូនឯងគិតមើលច្បាស់ហើយដល់វិញ នៅអាស្គីមើលអត់ចង់បានកូនប្រសាទេអី បើគិតច្បាស់ហើយឆាប់ចាប់ផ្ដើមធ្វើដំណើរទៅ តែបងសម្រាប់ចិត្តច្បាស់ហើយមែនទេ បងគិតច្បាស់ហើយដើម្បីអូនបងអាចធ្វើបាន អញ្ចឹងសូមបងប្រយ័ត្នខ្លួនផងអូនមានរបស់មួយចង់ឲ្យបងនេះបងវាអាចជួយការពារបងបាន ហ៎កំភ្លើងអរគុណអូនច្រើនហើយដល់បារម្ភពីបងអញ្ចឹងបងទៅសិនហើយណា សង្ឃឹមថាបងនឹងត្រឡប់មកវិញដោយសុវត្ថិភាពទេចុះ ដើម្បីតែស្នេហាអាពីតហ៊ានលះបង់គ្រប់យ៉ាងគេក៏បានជាយាមធ្វើដំណើរពីមួយកន្លែងទៅមួយកន្លែងមានទាំងការឆ្លងកាត់ទឹកជ្រោះថ្មរូងឆ្លងកាត់សិលាចាំប្តីនិងរមណីយដ្ឋានជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាហើយអាពីតក៏ចេះតែបន្តដំណើរតាំងពីថ្ងៃរហូតដល់យប់ចាស់តដើរទៅរហូតទៅដល់គោលដៅដែលគេចង់ទៅអាយ៉ាលាអាំងនៅទិសខាងកើតប្រហែលជាលាអាំងមួយនេះហើយខ្ញុំចូលទៅមើលសិនហើយគឺពិតជាលាអាំងមួយនេះមែនចាយោខ្ញុំបានមកដល់ហើយសម្បូរគ្រីស្តាល់ខ្លាំងណាស់លោកអើយម៉ែអើយសពគ្រប់បែបយ៉ាងតែម្ដងហើយគួរតែយកមួយណាຕົកឲ្យមួយណៃទៅម៉ែច្រើនខ្លាំងណាស់អូយខ្ញុំគួរតែប្រមូលអស់ឲ្យមិនបានអូយនេះខាងនេះក៏មានខាងនោះក៏មានងាប់ហើយអីក៏ច្រើនយ៉ាងនេះសត្វតែគ្រីស្តាល់ហើយយកទៅលួចនឹងបានប៉ុណ្ណាទេអូយជោគជ័យហើយរឿងនេះជោគជ័យហើយលុយក៏មានសង្សារក៏មានប្រពន្ធក៏មានអូយប្រមូលយកសិនហើយយកមួយណាមុនមួយណាក្រោយហ្នឹងមិនបាច់ខ្វល់ទេយកបានប៉ុណ្ណាយកប៉ុណ្ណឹងទៅមួយសំខាន់គឺយើងបានមកដល់គោលដៅហើយប្រមូលយកឲ្យអស់មកដល់យើងចូលទឹកដីរបស់យើង ជាលឺសំឡេងអ្នកណាគេនិយាយអ្នកណាហ្នឹងពេលនោះស្ដេចតក៏បានចេញមកហើយសួរអាពីតថាតើឯងគឺជាអ្នកណាមិនបានជាហ៊ានមកចូលលួចរបស់យើងសុំទោសផងខ្ញុំមិនដឹងថាវាគឺជារបស់លោកតែខ្ញុំសុំមួយពីរបានដែរទេទៅទិសខាងលិចលួចដបងសិលពីយាយថ្មមកឲ្យជើងរបស់ទាំងអស់នេះនឹងខ្លាចទៅជារបស់ឯងលឺសំណើរបស់ស្ដេចតអាពីតមិនចាំយូរនោះទេក៏ធ្វើដំណើរចេញទៅទិសខាងលិចដើម្បីស្វែងរកផ្ទះរបស់មេធ្មប់ដើម្បីស្នេហាអាពីតមិនខ្លាចឧបសគ្គអ្វីទាំងអស់គេបានដើរឆ្លងកាត់ជាច្រើនកន្លែងរហូតចូលទៅដល់ទឹកដីរបស់ធ្មប់ពេលនោះក៏បានឃើញផ្ទះរបស់ធ្មប់ហើយអាពីតក៏ចូលទៅក្នុងផ្ទះតែម្ដងផ្ទះរបស់យាយធ្មប់ពិតជាធំពិតមែនតែយាយធ្មប់នៅឯណាទៅនោះឬក៏គេនៅក្នុងផ្ទះតែដឹងម៉ែមើលការដេញរបស់យាយធ្មប់ម៉ែអើយលើកដៃលើកជើងមើលទៅប្រកាសជាអត់ប្តីមិនខានទេឯនៅក្មេងទៀតណាយាយធ្មប់នេះប៉ុន្តែសំខាន់គឺជើងមកលុយចកទៅមុនបាន
អារម្មណ៍ថានៅជាធំក្លន់ប្រោះមានប្រោះមកពីណាដើរពេញល្អជាង ជ្រឹកបែបនេះប្រកាសជាយាយធ្មប់កូនបើហើយបន្ទាប់ពីអាពេតបានលួចចង្កឹះវេទមន្តរបស់យាយធ្មប់ហើយគេក៏បានត្រឡប់ទៅវិញដើម្បីប្រគល់ចង្កឹះនោះឲ្យទៅស្ដេចតោហើយស្ដេចតោក៏បានប្រគល់គ្រីស្តាល់ទាំងអស់ដែលមាននៅក្នុងលអាងឲ្យអាពេតពេលនោះអាពេតក៏ព្យាយាមប្រមូលគ្រីស្តាល់ណាដែលគេអាចយកបានប្រមូលយកដាក់ធុងទាំងអស់តែម្ដងគេទុកតែរបស់ណាដែលគេយកមិនបានប៉ុណ្ណោះហើយអាពេតក៏ធ្វើដំណើរត្រឡប់មកវិញដើម្បីយកគ្រីស្តាល់ទៅប្រគល់ឲ្យលោកតា អូនោះលោកតាទីបំផុតអាកូនសណ្ដប់ចិត្តជាប់ត្រឡប់មកវិញហើយអូយើងពិតជាសប្បាយចិត្តមែនយើងមើលមនុស្សពិតជាមិនខុសពិតមែនតែអញបានយកគ្រីស្តាល់នោះមកដែរទេ កុំបារម្ភអីលោកតាខ្ញុំបានយកវាមកច្រើនណាលោកតាចង់បានប៉ុណ្ណាណាចាំខ្ញុំឲ្យណាលោកតានេះច្រើនណាលោកតាយកតាមចិត្តទៅលោកតាយកទៅអស់តែម្ដងទៅតែចៅស្រីលោកតាត្រូវតែឲ្យមកខ្ញុំណា គ្រប់តាក់បរយមិនអីទេអញ្ចឹងរបស់ទាំងអស់នេះជារបស់លោកតាឯណាអូខេតែបងអូនឯងទៅរកប្តីរបស់ឯងទៅណាទៅអូយរបស់ច្រើនណា ទីបំផុតលោកតាក៏ទទួលបាននូវគ្រីស្តាល់របស់គាត់ចំណែកអាពេតជាមួយនឹងរ៉ូស៊ីកាក៏បានក្លាយទៅជាគូស្នេហ៍ដ៏ស្មោះស្ម័គ្រមួយនៅក្នុងព្រៃមួយនេះហើយសាច់រឿងក៏សូមចប់តែត្រឹមនេះសិនសូមអរគុណសម្រាប់ការតាមដាន